នៅក្នុងពិភពលោកមួយដែលទេវតានិងមនុស្សអាចរស់នៅជាមួយគ្នាបានប៉ុន្តែស្នេហារវាងពួកគេត្រូវបានហាមឃាត់ទេវបុត្រកញ្ជ្រោងបានធ្លាក់មកពិភពមនុស្សនិងមានសេចក្តីស្នេហាជាមួយមនុស្សស្រីធម្មតាម្នាក់ជួយខ្ញុំមិនដឹងនោះទេប៉ុន្តែជារបស់ខ្ញុំមិនអាចទ្រាំមើលអ្នករងទុក្ខបានឡើយស្នេហារវាងទេវតានិងមនុស្សត្រូវបានប្រឆាំងដោយច្បាប់ឋានសួគ៌ពេលនេះពួកគេត្រូវជ្រើសរើសរវាងសេចក្តីស្រឡាញ់និងជីវិតបើអាចជ្រើសរើសបានខ្ញុំនឹងជ្រើសរើសយកសេចក្តីស្រឡាញ់ទោះលទ្ធផលបែបណាក៏ដោយតាទីបំផុតស្នេហារបស់ទេវបុត្រកញ្ជ្រោងនិងមនុស្សនឹងទៅជាយ៉ាងណាទទួលសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន PPCTV រឿងទេវបុត្រកញ្ជ្រោងមានផ្សាយជូនទស្សនាក្នុងពេលឆាំៗនេះនៅលើកញ្ចក់ទូរទស្សន៍ខ្សែកាប PPCTV តែមួយគុណគឺប៉ុស្តិ៍លេខ10